ភិបាលខណ្ឌកំបូលស្នើម្ចាស់ក្រុមហ៊ុនបូរីប្រធានក្រុមហ៊ុនសន្តិសុខតាមបូរីនិងប្រជាពលរដ្ឋឲ្យជួយសហការផ្តល់ព័ត៌មានដើម្បីគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំនិងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam លោកខឹមសុនសូដាអភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានស្នើដល់ភាគីពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋឲ្យជួយផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានដើម្បីគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំជាមួយការរួមគ្នាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamការស្នើរបស់លោកខឹមសុនសូដាបានធ្វើឡើងក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនបូរីប្រធានក្រុមហ៊ុនសន្តិសុខនៅតាមបូរីនិងតំណាងប្រជាពលរដ្ឋរស់នៅក្នុងបូរីនិងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ03អនៅក្របកនិងប័ណ្ណបញ្ជាលេខ01បរបស់រាជរដ្ឋាភិបាលស្ថិតក្នុងសង្កាត់ស្នោខណ្ឌកំបូលរាជធានីភ្នំពេញនាព្រឹកថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026កិច្ចប្រជុំផ្សព្វផ្សាយក៏ដូចជាការអនុវត្តផ្ទាល់របស់រដ្ឋបាលខណ្ឌកំបូលបានធ្វើឡើងជាបន្តបន្ទាប់និងឥតឈប់ឈរក្រោយពីលោកខឹមសុនសូដាអភិបាលខណ្ឌទទួលបានផែនការដឹកនាំជំរុញយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ឲ្យអស់នៅចុងខែមិនិនាឆ្នាំ2026និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានដូចជាជលមន់បៀអាប៉ោងកន្ទុយលេខនិងឆ្នោតឡូតូជាដើមនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដើម្បីដកស្រង់បទពិសោធន៍លើការងារគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំកាលពីរសៀលថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះសូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវាងវៃពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យលេខ03អនៅក្របកចុះថ្ងៃទី5ខែមករាឆ្នាំ2026ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅបទបញ្ជាលេខ01បចុះថ្ងៃទី14ខែកក្កដាឆ្នាំ2025ដែលមាន7ជំពូកនិង24មាត្រាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពខ្ពស់សម្ដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម